នេះគឺព្រះបាទអង្គសួរហើយទ្រង់បានរក្សាកំណត់ត្រាពិភពលោកតែទ្រង់បានសោយរាជ្យច្រើនជាងគេមិនបានច្រើនដងម៉េះយូអាសក្នុងរជ្ជកាលទី1ទ្រង់សោយរាជ្យសុកស្រាប់តែទ្រង់ប្រឈួនរួចក៏ដាក់រាជ្យឲ្យមេដាខ្លួនតែបានតែ3ខែក៏ដាក់រាជ្យឲ្យបុត្រវិញចឹងទៅទ្រង់ក៏សោយរាជ្យជាលើកទី2ហើយបានប្រហែលឆ្នាំក្រោយមកក៏លើកឲ្យក្មួយតែបានតែ10ខែក្មួយនោះក៏សគត់បាត់ទៅចឹងទៅទ្រង់ក៏ឡើងសោយរាជ្យជាលើកទី3ហើយបានប្រហែលឆ្នាំមកទៀតទ្រង់ក៏ដាក់រាជ្យឲ្យបុត្រប្រសាទ្រង់តែបានតែមួយឆ្នាំបុត្រប្រសានោះក៏be like បិតាក្មេង you know what បុត្រគិតថាបិតាជាអ្នកមានគុណបិតាមានគុណច្រើនពេកដល់ថ្នាក់បុត្រចង់ដាក់រាជ្យឲ្យវិញបាយទ្រង់សោយរាជ្យជាលើកទី4តែបានតែ2ឆ្នាំក៏ដាក់រាជ្យឲ្យបុត្រទ្រង់ធម្មរាជាទី3តែធម្មរាជាទី3ហ្នឹងត្រឹមតែ12ប្រសាទេនៅពេលសោយរាជ្យចឹងទៅក៏បានមួយឆ្នាំក៏ដាក់រាជ្យឲ្យបិតាវិញទ្រង់សោយរាជ្យជាលើកទី5 Oh come on កាលណាបានដាក់រាជ្យទៅនេះធម្មរាជាទី3បងឯងត្រូវធំឡើងលឿនអើបិតាដាក់រាជ្យឲ្យអូ good លើនេះហាមដាក់រាជ្យឲ្យវិញក្រោយពីស្ដេចប្រមាណអង្គទៅសោយរាជ្យមកយើងក៏បានមកដល់ព្រះបាទអង្គតងហើយទ្រង់មានឧបរាជម្នាក់ឈ្មោះអង្គហេងតែពួកគេមិនចង់សំណងគ្នាទេហើយចឹងទៅទ្រង់ក៏ទៅពឹងយួនឲ្យជួយអន្តរាគមហេឧបរាជយើងមើលទៅដូចអត់សូវស្រួលឯនេះហើយអាចជួយសេរីវាចោលតិចបានណាយើងនឹងលើកតមកធ្វើខៀតអង្គហេងហើយអង្គដួងជាចំណុចមួយទៀតទុកជាសកលI was hoping for family counseling but okay ហើយចឹងទៅយួនក៏ធ្វើខៀតអង្គហេងអង្គដួងទៅអង្គតងទ្រង់ក៏កាត់ខេតផ្សារដែកមាត់រូបនិងលំហៅឲ្យយួនដោយសារយួនបានជួយអន្តរាគមហើយក្រោយមកទៀតគឺនរារាជាទី2អង្គតនហើយ for some reason ទ្រង់បានកាត់ខេតត្រពាំងនិងខេតឃ្លាំងទៅឲ្យយួនស្ដេចក្រោយមកទៀតគឺបារម្ភរាជាអង្គនុនហើយក្នុងរជ្ជកាលទ្រង់មានចលនាបោះបោរមួយប្រឆាំងនឹងស្ដេចយួននៅព្រៃនគរហៅថាចលនាតៃសឺនហេទឹកដីដែលយើងលួចពីឯងឥឡូវបះបោរនឹងយើងហើយនេះឯងអាចជួយបង្ក្រាបវាតិចបានអត់ណ៎ឯងមិនព្រមជួយយើងឆ្លើមធំហើយចឹងទៅយួនក៏លើកតបមកវាយខ្មែរតែគ្មានចាញ់ឈ្នះក៏ដកថយទៅវិញទៅហូរ៉េតែជាអកុសលទ្រង់ក៏ត្រូវបានមន្ត្រីដែលមានស្វាមីភក្តិនិងស្ដេចមុនធ្វើឃាតទៅ By this point ខ្មែរយើងបានចាប់ផ្ដើមបាត់បង់ទឹកដីខាងក្រោមអស់ទៅយួនជាបណ្ដាហើយហៅថាកម្ពុជាក្រោមឬក៏កូសាំស៊ីនវិញបានចឹងដោយសារតែល្បីកមួយហៅថានយោបាយចំណាត់ខ្មាំង Let me explain ស្រមៃមើលថាអ្នកជាកូនស្ដេចមួយអង្គនៅសម័យឧត្តមដែលត្រៀមខ្លួនឲ្យស្នងដំណររាជជាស្ដេចតែថ្ងៃមួយរាជវាំងអ្នកចាប់ផ្ដើមមានបញ្ហាផ្ទៃក្នុងយើងជាអ្នកត្រូវស្នងដំណររាជបន្តយើងវិញទេជាអ្នកស្នងរាជបន្តបានត្រូវអូខេហើយចុះយើងមិនសួរបាត់យើងមើលថាគួរឲ្យណាគេសោយរាជអញ្ចឹងអ្នកគ្រប់គ្រងខាងណាទៅព្រះបិតាអ្នកឬក៏ព្រះបេតុលាអ្នកdoesn't matter ព្រោះអ្នកសម្រេចចិត្តថានឹងគេចខ្លួនទៅសៀម and when you get there អ្នកបានកន្លែងស្នាក់នៅ free គ្រាន់តែគេតម្រូវឲ្យអ្នកមានភក្ដីភាពទៅនគរសៀមវិញហើយដល់ពេលអ្នកធំឡើងអ្នកក៏ត្រូវបានគេយាងទៅសោយរាជនៅខ្មែរគ្រាន់តែចុះខ្សែមកជាមួយខ្លួនអូខេចឹងច្បាប់ថ្មីរបស់យើងតាក់តែងដោយព្រះរាជាផ្ទាល់បានចែងថាអ្នកលក់ចាប់ហួយត្រូវបញ្ចុះតម្លៃ 200% ឲ្យជនជាតិសៀមព្រះអង្គលោកប្រកាសថាទ្រង់អ្នកតែងច្បាប់ហ្នឹងឆាយI mean យីអញតែងខ្លួនឯងតាគ្មានពីណាពីក្រោយខ្នងយើងទេហើយនេះហើយទើបសៀមនឹងយួនប្រើនយោបាយនេះដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែររួចតែងតាំងស្ដេចតាមចិត្តខ្លួនដើម្បីបម្រើផលប្រយោជន៍រៀងខ្លួនហើយចឹងទៅចៅហ្វាមូដែលជាមន្ត្រីជាន់ខ្ពស់ជាងគេនៅកំឡុងពេលហ្នឹងបានលើកក្សត្រអង្គឯងឲ្យឡើងសោយរាជ្យប៉ុន្តែកិច្ចការប្រទេសជាស្ថិតនៅក្នុងដៃពួកមន្ត្រីដដែលដោយសារស្ដេចក្មេងពេកI mean ទ្រង់ឡើងសោយរាជ្យនៅ7ព្រះកษัត្រិយដោយសារតែនៅសម័យឧត្តមព្រះអង្គខ្មែរជាច្រើនបានភៀសខ្លួនទៅសៀមឬក៏ទៅយួនខ្មែរយើងក៏ឡើងមានអ្នកស្នងដំណររាជតទៀតទៅហើយនៅពេលរាជបល្ល័ង្កគ្មានអ្នកអង្គុយពីលើមិនយូរមិនឆាប់គ្រប់គ្នានឹងនាំគ្នាដណ្ដើមរាជជាមិនខានអញ្ចឹងទៅពួកមន្ត្រីនិងអភិបាលខេត្តទាំងឡាយក៏កាប់ចាក់គ្នាដណ្ដើមអំណាចពេលហ្នឹងហើយពេលគេកំពុងកាប់ចាក់គ្នាមន្ត្រីបែងក៏បាននាំអង្គភៀសខ្លួនទៅស្រុកសៀមបាត់ព្រះចៅសៀមសពព្រះតេយ្យនឹងទង្វើនេះក៏បានដាក់ងារឲ្យមន្ត្រីបែងថាចៅពញាអភ័យទី3វិសេសខាងព្រមក្រោយមកទៀតសៀមបានត្រៀមយកខេត្តបាត់ដំបងសៀមរាបហើយ
ខ្មែរក៏ស្ថិតក្រោមអធិបតេយ្យសៀមទៅក្រោយអង្គឯងសកលមកអង្គចាន់ជាបុតក៏ឡើងសោយរាជបន្តនៅប្រជជនវ័យក្មេងand by វ័យក្មេងអាមាន6ព្រះវស្សាហើយក្នុងរជ្ជកាលទ្រង់ខ្មែរបានក្លាយជាចំណោះយួនដាច់មុខហើយត្រូវនាំសួយសារក៏ថ្វាយស្ដេចយួនតែសៀមច្រណែនក៏លើកទៅមកវាយខ្មែរខេត្តមលូព្រៃនិងស្ទឹងត្រែងហើយចឹងទៅខ្មែរក៏ត្រូវលើកសួយសារក៏ឲ្យស្ដេចសៀមមួយទៀតបានគេដកតបបន្ថែមពីនេះយួនបានកេណ្ឌប្រជាជនខ្មែរ 5000 នាក់ដើម្បីជីកព្រែកវិញទេតែជាពេលវេលាមួយដែលពួកយួនបានធ្វើបាបពលករខ្មែរយ៉ាងខុសខើនិងនាំឲ្យរាជខ្មែរស្លាប់អស់ជាច្រើនអ្នក Later ម៉ៃបតត្រីបៃតាដឹងថាយើងមិនសូវជាស្និទ្ធស្នាលនឹងគ្នាប្រហែលទេតែបៃតាចង់ឲ្យម៉ៃដឹងថាបៃតាស្រឡាញ់បតអូ no បៃតាសង្កត់ដោយរកពេទ្យបាត់ហេចង់សោយរាជអត់ព្រះបាទអង្គចាន់គ្មានបុត្រាទេមានតែបុត្រី4អង្គគឺក្សត្រីអង្គប៉ែនអង្គមីអង្គពៅនិងអង្គស្ងួនហើយដោយសារក្សត្រដតីជាប់ក្រោមអធិបតេយ្យសៀមទើបស្ដេចយួនបានលើកក្សត្រីអង្គមីឲ្យឡើងសោយរាជទៅដែលឡែកចិត្តការប្រទេសជាតិត្រូវធ្លាក់ក្រោមឧត្តមសេនីយ៍យួនទៅវិញទេពួកយួនបានលុបបំបាត់ប្រពៃណីវប្បធម៌ខ្មែរដូរនិកាយពុទ្ធសាសនាពីហិនយានទៅមហាយានដូចយួនដែរនិងដូរឈ្មោះខេត្តខ្មែរមួយចំនួនទៅជាភាសាយួនទៀតផងអត់ទោះបងមានស្គាល់ផ្លូវទៅខេត្តសំរោងទងអត់បងសំរោងទងអូ you mean ឡុងតូន no សំរោងទងគ្រាន់តែដើរតាមផ្លូវជាតិលេខ124បាន 5000 ជំហានទៅដល់ឡុងតូនហើយប្រូសំរោងទងឡុងតូនចុះផ្លូវណាទៅភ្នំពេញអូ you mean ណាមយ៉ាង You know what ប្រាប់ផ្លូវទៅក្រុងឧដុង្គមកខ្ញុំទៅប្តឹងពីរឿងនេះដាក់ព្រះរាជាវិញឧដុង្គអូយមានជារួមរាជការក្សត្រីអង្គមីគឺជាពេលវេលាដែលខ្មែរស្ថិតក្រោមអាណានិគមយួនទាំងស្រុងហើយប្រជាជនខ្មែរបានងើបបះបោរប្រឆាំងយួនគ្រប់គ្នានិងសម្លាប់ជនជាតិយួនគ្រប់ទីកន្លែងចឹងទៅពួកនិមឺនសពមុខមន្ត្រីនិងប្រជារាស្ត្រព្រមលែងបានក៏នាំគ្នាយាងក្សត្រអង្គឌួងឲ្យវល់ពីសៀមវិញដើម្បីបង្រួបបង្រួមជាតិឡើងវិញហើយទ្រង់ក៏ឡើងសោយរាជនៅឆ្នាំ 1840 ព្រះបាទអង្គឌួងជាព្រះរាជាស្លូតត្រង់ជាពុទ្ធសាសនិកនិងប្រកាន់យុត្តិធម៌ទ្រង់បានបង្កើតរូបិយប័ណ្ណថ្មីដើម្បីសម្រួលពាណិជ្ជកម្មលុបបំបាត់ឋានៈទាសករកសាងផ្លូវវត្តអារាមសាលា Meanwhile ក្រោយពីមានសង្គ្រាមមួយពីរហើយសៀមនិងយួនក៏ចាប់ដៃគ្រប់គ្រងខ្មែរជាមួយគ្នាព្រះអង្គទ្រង់មានព្រះទ័យសោកស្ដាយជាខ្លាំងនៅពេលទ្រង់ជ្រាបថាទឹកដីខ្មែរជាច្រើនបានបាត់បង់ទៅសៀមនិងយួនចឹងទៅដើម្បីរំដោះប្រទេសឲ្យរួចផុតពីការត្រួតត្រារបស់យួននិងសៀមទ្រង់ក៏បានងាកទៅជំនួយពីមហាអំណាចអឺរ៉ុបវិញ